សាររបស់នាងខ្ញុំផ្ញើជូនទៅឪពុកម្ដាយនិងអាណាព្យាបាលគ្រប់រូបហ្នឹងទីមួយខ្ញុំចង់ផ្ដោតទៅលើការក្តៅខ្លួនសិនបាទអញ្ចឹងនៅពេលដែលកូនលោកអ្នកក្តៅខ្លួនយកល្អបើយើងមានកូនតូចៗនៅផ្ទះគួរមានតែ1ម៉ែត្រមួយចាយើងស្ទាបយើងសង្ស័យយើងវាស់ភ្លាមបាទចាបើសិនបើកូនយើងមានអាការៈក្តៅខ្លួនផ្សេងគេកុមារតូចៗខ្ញុំបញ្ជាបន្តិចបាទបើកូនយើងក្តៅខ្លួនក្រោមអាយុ3ខែអានឹងអត់ព្យាបាលនៅផ្ទះបានទេអត់លើកទឹកចិត្តឲ្យមកពេទ្យសិនបាទឲ្យពេទ្យគាត់អ្នកវិតម្លៃជាក់ស្ដែងថាកូនយើងញ៉ាំថ្នាំបានឬក៏ត្រូវតែសម្រាកតាមដាននៅមន្ទីរពេទ្យ តែបើកុមារធំហើយក្តៅខ្លួនតើក្តៅខ្លួនមានសញ្ញាគ្រោះថ្នាក់ដូចនាងខ្ញុំជំរាបអត់បាទបើកូនក្តៅខ្លាំងកូនមានសញ្ញានៃការបាត់បង់ជាតិទឹកឬក៏យើងមើលទៅកូនយើងដូចសង្ងល់អត់ចង់លេងអត់ចង់ញ៉ាំហើយបាទត្រូវរួសរាន់ប្រញាប់យកមកមន្ទីរពេទ្យហឹចាមយើងអាចនៅពេលដែលក្តៅបានម៉ាក់បារម្ភជាងគេគឺត្រូវប្រើថ្នាំបញ្ចុះកម្ដៅដើម្បីធ្វើម៉េចឲ្យកម្ដៅចុះបាទប៉ុន្តែសញ្ញាសំខាន់មួយទៀតដែលប៉ះពាល់អាយុជីវិតកុមារដែរក្រៅពីការឡើងកម្ដៅហ្នឹងគឺការបាត់បង់ជាតិទឹកអូខេអញ្ចឹងក្រៅពីថ្នាំបញ្ចុះកម្ដៅកុំភ្លេចលើកទឹកចិត្តឲ្យកុមារញ៉ាំទឹកឲ្យបានច្រើនហឹដើម្បី ម dehydrate គាត់ហឹមព្រោះនៅពេលដែលក្តៅបាត់បង់ជាតិទឹកហើយបាទភាយជាតិទឹកមកហើយបាទអញ្ចឹងនៅពេលដែលយើងជួយទាំងពីរហ្នឹងបានកូនយើងក៏ល្អពេលដែលមកពេទ្យក៏គាត់មិនអស់កម្លាំងខ្លាំងដែរចាហើយទាញមកមួយទៀតបើក្តៅខ្លួនហើយក្តៅនៅចំពេលរដូវកាលគ្រុនឈាមគេហៅរដូវកាលភ្លៀងនេះសូមគិតទៅដល់រឿងជំងឺគ្រុនឈាមដែរអញ្ចឹងបើថាក្តៅខ្លួនទោះបីកូនយើងនៅល្អក៏ដោយបើថាក្តៅមើលទៅ2 3ថ្ងៃហើយដាក់ថ្នាំមិនចុះទេសូមយកកូនរបស់លោកអ្នកមកជួបគ្រូពេទ្យសិនឲ្យគាត់វាយតម្លៃសិនថាក្តៅខ្លួនហ្នឹងជាវ៉ៃរុសធម្មតាគ្រាន់តែលាកពងកគ្រាន់តែរាករូសគ្រាន់តែផ្ដាសាយ COVID បាទ influenza ឬក៏ក្តៅខ្លួនដោយសារតែជំងឺគ្រុនឈាមហឹចា មអូខេអ្នកគ្រូបាទអញ្ចឹងនេះហើយគឺជាសារខ្លីៗដែលឪពុកម្ដាយគួរតែស្ដាប់ហើយអនុវត្តតាមចាចាបាទ